ហើយចំពោះអ្នកដែលស្រែកថាយើងអន់យើងមិនហ៊ានតតបឃើញតែហ៊ានថៃចូលមកមិនហ៊ាននៅខាងក្រៅប្រទេសហើយជាពិសេសអ្នកនយោបាយមួយចំនួនខ្ញុំចេះបើសិនជាអស់លោកកាលពី2018យើងវាយគ្នាអស់លោកទាំងអស់នេះខ្ញុំឆែកមើលអត់មានចេញមកគាំទ្រឬមួយស្អីទេមានតែអ្នកខ្លះចេញមកប្រាប់ថារដ្ឋាភិបាលពេលនោះលេងល្ខោនទេវាយគ្នាល្ខោនទេមិនបាច់ជួយទេឥឡូវក្រែងថាមិនតាន់ធ្វើអ្នកស្នេហាជាតិអត់តាន់ពេលនោះស្ដាយឥឡូវបើចង់ចូលមកខ្ញុំធានាអត់មានការចាប់ទេចូលមកខ្ញុំធានាខ្ញុំរៀបមកកងអនុសនាតូចឲ្យខ្ញុំឲ្យក្របខ័ណ្ឌកងទ័ពទៅខ្ញុំបំពាក់អាវុធចង់បានអីក៏បានដែរហើយខ្ញុំរុញទៅមុខឈរនៅតំមន់ធំ6ខែនៅក្នុងតំបន់ទៅឈរជើងនៅក្នុងបានដឹងថាតើអារម្មណ៍របស់កងទ័ពយើងយ៉ាងម៉េចសួរថាពួកគាត់មិនមែនស្នេហាជាតិទេអីប៉ុន្តែហេតុអីបានជាកងទ័ពទាំងនៅទីនោះមិនចាំបាច់ចង់ត្រូវប្រយុទ្ធគ្នាម្ដងទៀតមិនយើងខ្លាចនោះទេប៉ុន្តែវិគីមើលឃើញថាវាយគ្នាមិនមែនជាឱកាសក្នុងការដោះស្រាយរឿងព្រំដែនទេប៉ុន្តែវាធ្វើឲ្យភាពតានតឹងកាន់តែលំបាកចឹងហើយបានជាគេឈប់ឲ្យវាយគ្នាឲ្យចរចាបច្ចេកទេសទៅបាទគ្មានប្រទេសណាមួយដែលកំពុងតែវាយគ្នាឲ្យរកវិធីដោះស្រាយចេញទេសូម្បីតែអ៊ុយក្រែនហើយរុស្ស៊ីនេះអាមេរិកខំធ្វើសម្របសម្រួលមុននឹងគេសម្របសម្រួលចរចាគេឈប់ឲ្យវាយគ្នាសិនហើយបើសង្គ្រាមផ្ទុះឡើងទៀតអញ្ចឹងអ្នកដែលថាស្នេហាជាតិខ្លាំងកុំរុញប្រជាពលរដ្ឋអ្នកគ្រប់គ្រងខ្ញុំនិយាយទៅមេធំនៅក្រៅប្រទេសនោះបាទដែលកាលមុនពួកគាត់តែយើងមានប៉ះទង្គិចគ្នាការពារទឹកដីនៅព្រំដែនពួកគាត់នៅក្នុងសភានៅឡើយទេតែអត់មានជួយទេកាលនោះប្រជាពលរដ្ឋគ្រប់រូបទាំងអ្នកសុំទានម្នាក់ក៏ចូលលុយ 1000 2000 រៀលដើម្បីទិញទិញបាយយកទៅឲ្យកងទ័ពយើងការពារទឹកដីដែរប៉ុន្តែគណៈបកមួយដែលមានអាសនៈក្នុងសភាប្រាក់ខែមួយខែ 2000 អត់មានចូលលុយបំផុសឲ្យជួយកងទ័ពពេលនោះទេទៅឆែកមើលទៅផ្ទុយទៅវិញថែមទាំងបំផុសឲ្យមិនទុកចិត្តគ្នាថាអានឹងរដ្ឋាភិបាលឆាកល្ខោនមិនឲ្យខ្វែទុកចិត្តខ្រែគ្នាទៀតទើបតែឥឡូវគាត់ចេញមកនិយាយថាគាត់ជាអ្នកស្នេហាជាតិហើយទាមទារឲ្យរដ្ឋាភិបាលត្រូវធ្វើតាមគាត់បើមិនធ្វើតាមគាត់គឺក្បត់ជាតិអត់ទេការពារទឹកដីដូចតែគ្នាទេ